បាទសូមគោរពសួស្តីពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាបាទហ្នឹងហើយសូមស្វាគមន៍មកកាន់ការអុយតម្រុយឆ្នោតយួនប្រចាំថ្ងៃដែលពុកម៉ែបងប្អូនយើងតែងតែលេងម៉ោង4ម៉ោង6នោះណាបាទនៅគេថាថ្ងៃចាស់មានអុយពុកម៉ែបងប្អូនយើងបាទចូលបានតែខ្ទង់អូសទេណាបាទនៅចូលបានតែខ្ទង់អូសទេពុកម៉ែបងប្អូនយើងបាទអត់មានចូលត្រង់ទេបាទអញ្ចឹងក៏មុននឹងឈានចូលទៅកាន់ការអុយតម្រុយថ្ងៃថ្មីអត់មានក៏សូមចិត្តពុកម៉ែបងប្អូនយើងទាំងអស់គ្នាកុំភ្លេចបាទជួយបាទចុច like ក៏ដូចជាមេដៃមេជើងហើយជាពិសេសកុំភ្លេចជួយចុច subscribe ហើយនិងបើកសញ្ញារូបកណ្ដឹងមកកាន់ channel របស់ admin ម្នាក់មួយផងណាបាទបាទក្រុមបានជាការផ្ដល់នូវកម្លាំងចិត្តក៏ដូចជាការលើកទឹកចិត្តមកកាន់ admin ទាំងអស់គ្នាផងដែរបាទអញ្ចឹងសម្រាប់ថ្ងៃថ្មីណាបាទថ្ងៃថ្មី2លេខមកយើងបាទប៉ះចំថ្ងៃអាទិត្យបាទចុងសប្តាហ៍ណាថ្ងៃ14បាទ2លេខមានអោយពុកម៉ែបងប្អូនយើងណាបាទបាទមានអោយ20បាទ20បាទ24បាទគ្រាប់ទី2ផងដែរគឺមានអោយពុកម៉ែបងប្អូនយើងណាបាទ63បាទបូករួមនឹងគ្រាប់ទី3ណាបាទគ្រាប់ទី3មានអោយបាទ08បាទហើយនឹងគ្រាប់ចុងក្រោយរបស់យើងគឺមានអោយពុកម៉ែបងប្អូនយើងទាំងអស់គ្នាណាមានអោយលេខ84ផងដែរបាទអញ្ចឹងពុកម៉ែបងប្អូនយើងបាទយកពីលេខទៅកំសាន្តលេងក៏កុំភ្លេចបាទចាក់គុណត្រឡប់ឬក៏ឡើងមួយលេខចុះមួយលេខផងមកតម្រូវមានអោយគេថាស៊ីមិនឆ្ងាយទេណាបាទម្សិលមិញអោយ92វាចេញ93បាទវាអញ្ចឹងទៀតណាបាទអញ្ចឹងសម្រាប់3លេខផងដែរណាបាទ3លេខគឺមានអោយពុកម៉ែបងប្អូនយើងបាទបាទ284បាទមកគ្រាប់ទៀតគឺមានអោយពុកម៉ែបងប្អូនយើងបាទបាទ8បាទ857ណាណាអញ្ចឹងពុកម៉ែបងប្អូនយើងបាទយកទៅកំសាន្តលេងក៏កុំភ្លេចណាបាទចាក់គុណត្រឡប់ផងសម្រាប់3លេខបាទលេងឆ្លាស់លេខបាទលេងឆ្លាស់លេខបាទលេងត្រង់វាអត់ងាយណាពុកម៉ែបងប្អូនយើងបាទលេខត្រង់អត់ងាយទេបាទអញ្ចឹងសម្រាប់លេខអូសបាទលេខអូសគឺមានអោយពុកម៉ែបងប្អូនយើងណាបាទគឺលេងអូសនៅបាទខ្ទង់20បាទចូលមកឈុតទៀតគឺមានអោយលេងអូសនៅឈុតបាទនៅលេខអូសនៅឈុតបាទ6ណាបាទ6បាទ26ពុកម៉ែបងប្អូនយើងណែអញ្ចឹងសម្រាប់ទៅលុយតម្រុយរបស់ admin ណាពុកម៉ែបងប្អូនយើងបាទយកទៅកំសាន្តលេងក៏កុំភ្លេចបាទណែបាទលេងបាទដូចរបៀបដូចបាទលេងរោងឬក៏បាទត្រឡប់ណាមកមិនយើងបាទព្រោះតម្រូវមានឲ្យពីច្រើនគឺចេញតែញ៉ាំតែអញ្ចឹងឯងបាទញ៉ាំមិនឆ្ងាយទេគឺញ៉ាំតែក្បែរខ្លួនហ្នឹងណាបាទបាទចេះមានក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលបានយកលេខតម្រុយពី channel របស់មានយកទៅផ្សងសំណាងផងដែរមានក៏សូមជូនពរឲ្យហេងបាទចូលចំទាំងអស់គ្នាណាបាទហើយជាចុងក្រោយក៏សូមជូនពរដល់ពុកម៉ែបងប្អូនយើងបាទសូមឲ្យជួបតែសំណាងល្អសុខភាពល្អបាទរកស៊ីបាទទទួលទានមានបានតិចតិចក្នុងក្រុមគ្រួសារណាធ្វើដំណើរទៅណាមកណាក៏សូមឲ្យជួបតែសុខសុវត្ថិភាពទាំងអស់គ្នាបាទអញ្ចឹងមានក៏សូមគោរពលាណាពុកម៉ែបងប្អូនយើងបាទចាំជួបគ្នាជាមួយនឹង admin នៅវីដេអូថ្ងៃស្អែកបន្តទៀតបាទមានសូមអរគុណសូមគោរពលា